ថ្ងៃឈប់សម្រាកបានចូលមកដល់ថ្ងៃនេះគឺប្លែកខុសពីសពមួយដងដោយព្រីងនិងមិត្តមិនបានទៅកំសាន្តនៅក្នុងព្រៃឡើយគឺពួកគេនាំគ្នាមកលេងនៅសាលារៀនអរុនសុស្ដីទាំងអស់គ្នាអរុនសុស្ដីយ៉ាងម៉េចដែរពួកឯងសុខសប្បាយដែរទេព្រោះតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចានពួកខ្ញុំសុខសប្បាយធម្មតាទេហើយចុះឯងវិញខ្ញុំក៏សុខសប្បាយដែរហើយកាន់តែសប្បាយថែមទៀតនោះគឺនៅពេលដែលបានមកជួបពួកឯងនឹងហើយអាយ៉ាសម្ដីផ្អែមដល់ហើយណោះទៅពាក់បាយជូត្រូវហើយពេលនេះពួកយើងគិតនាំគ្នាលេងអ្វីដែរទៅនឹងមិនដឹងថាគួរលេងស្អីទេខ្ញុំរកនឹកមិនឃើញសោះបើអញ្ចឹងពួកយើងលេងបង្ហោះខ្លែងទៅលេងបង្ហោះខ្លែងហ៎មានអីសប្បាយមួយយ៉ាងដែរតើលេងបង្ហោះខ្លែងតែម្ដងទៅអញ្ចឹងហាហាតែខ្ញុំមិនចង់លេងបង្ហោះខ្លែងទេព្រោះខ្ញុំមិនចូលចិត្តយើងបដោតទៅលេងលោតអន្ទាក់វិញទេអត់ទេខ្ញុំចូលចិត្តបង្ហោះខ្លែងខ្ញុំចង់លេងបង្ហោះខ្លែងបើឯងមិនលេងទេក៏ហីទៅឆាប់ថយចេញទៅតំពាក់បាយជូឯងនិយាយស្រួលមិនបានទេអីមិនក៏ចាំបាច់ស្រែកដាក់ខ្ញុំហួសហេតុបីហើយហួសហេតុយ៉ាងម៉េចបើឯងមិនលេងទេចេញទៅនៅតវ៉ាដល់កាលទៀតឆាប់ចេញទៅអេមិនក៏ឯងមកច្រានខ្ញុំឯងនេះអាក្រក់ណាស់ខ្ញុំឈប់លេងជាមួយឯងហើយ3ថ្ងៃក្រោយមកនៅផ្ទះរបស់ស្វាយពួកឯងមកដល់ហើយអញ្ជើញអង្គុយសិនមកអរគុណស្វាយចូលមកដល់ក្នុងផ្ទះឯងខ្ញុំមានអារម្មណ៍ថាមានផាសុកភាពណាស់ឯងពូកែរៀបចំផ្ទះណាស់សំបីតែសម្រាប់មួយក៏គ្មានដែរពិតជាពូកែមែនទែនការងារគេហាក់កិច្ចរៀបចំទុកដាក់គ្រប់គ្រងផ្ទះសម្បែងវាជាទួនាទីរបស់មនុស្សដូចជាខ្ញុំស្រាប់ទៅហើយយ៉ាងណាឯងជួយណែនាំខ្ញុំផងណាស្វាយមិនអីទេម្នាស់ដោយក្តីរីករាយណាស់សម្លាញ់ត្រូវហើយស្វាយខ្ញុំឮថាឯងមានអ្វីចង់បង្ហាញពួកខ្ញុំនោះថ្ងៃនេះពួកយើងនឹងគូគំនូខ្ញុំបានត្រៀមសម្ភារៈរួចហើយមានក្រដាសខ្មៅដៃពណ៌នេះណែពួកឯងឃើញទេមានច្រើនខ្លាំងណាស់អាយ៉ាសុទ្ធតែខ្មៅដៃពណ៌ស្អាតទៀតបើអញ្ចឹងយើងចាប់ផ្ដើមគូគំនូតែម្ដងទៅកុំឲ្យខាតពេលណាស់សម្លាញ់ឡចាប់ផ្ដើមគូទៅអញ្ចឹងពួកគេក៏ចាប់ផ្ដើមគូគំនូរៀងខ្លួនគំនូរូបផ្លែឈើខ្ញុំគូរួចហើយខ្ញុំរកផាត់ពណ៌សិនតំពាក់បាយជូហើយនេះឯងចង់ផាត់ពណ៌អ្វីដែរក្នុងចំណោមពណ៌ទាំងអស់ខ្ញុំស្រឡាញ់ពណ៌ខៀវជាងគេខ្ញុំនឹងផាត់ពណ៌ខៀវមែនហើយពណ៌ខៀវស្អាតតើខ្ញុំក៏ចូលចិត្តពណ៌ខៀវដែរតែរូបផ្លែឈើដែលឯងគូននេះផាត់ពណ៌ក្រហមទើបស្អាតរូបផ្លែឈើឯងយកពណ៌ខៀវទៅផាត់វាមិនត្រូវទេណាតំពាក់បាយជូខ្មៅដៃពណ៌ក្រហមនៅត្រង់នេះឯងយកទៅផាត់ទៅណាអត់ទេខ្ញុំមិនចូលចិត្តពណ៌ក្រហមទេខ្ញុំចូលចិត្តពណ៌ខៀវឯងស្ដាប់បានទេខ្ញុំចូលចិត្តពណ៌ខៀវហើយឯងយ៉ាងម៉េចនឹងនិយាយស្រួលខ្ញុំស្ដាប់បានតើមិនក៏ចាំបាច់ស្រែកដាក់ខ្ញុំប្រាប់ឯងឲ្យល្អសោះឯងគោរូបផ្លែឈើគួរតែផាត់ពណ៌ក្រហមមិនក៏ចង់ផាត់ពណ៌ខៀវទៅវិញខ្ញុំប្រាប់ហើយថាខ្ញុំចូលចិត្តពណ៌ខៀវខ្ញុំចង់ផាត់ពណ៌ខៀវឯងកុំមកចេះដឹងរឿងខ្ញុំឆាប់ថយចេញទៅណែមិនក៏ឯងមកច្រានខ្ញុំចង្រៃយោខ្ញុំឆាប់លេងជាមួយឯងហើយខ្ញុំទៅផ្ទះវិញហើយមកទេឆាប់សិនទំពាំងបាយជូតែងតែធ្វើបែបនេះនៅពេលមាននរណាម្នាក់យល់ខុសពីគេមិនយូរប៉ុន្មានមិត្តភ័ក្តិផ្សេងទៀតក៏លែងរាប់អានគេធ្វើឲ្យទំពាំងបាយជូឯកាយ៉ាងខ្លាំងនៅមុខផ្ទះទំពាំងបាយជូហេតុអីក៏ជីវិតខ្ញុំឯកាយ៉ាងនេះយូរទៅសូម្បីតែមិត្តភ័ក្តិស្និទ្ធស្នាលក៏គេបង្ងើយកតើយបាយក្នុងដាក់ខ្ញុំដែរគេមិនចង់រាប់អានខ្ញុំទៀតទេតើខ្ញុំខុសអីទៅព្រីងនិងស្វាយក៏ដើរចូលមកគ្រប់យ៉ាងគឺមកពីឯងមានអ្នកយល់ទៅចិត្តខ្លួនឯងមិនស្ដាប់ហេតុផលរបស់អ្នកនៅជុំវិញខ្លួនមនុស្សម្នាក់មានចំណង់ចំណូលចិត្តមិនដូចគ្នាទេឯងស្រឡាញ់បែបនេះតែគេស្រឡាញ់បែបនោះឯងស្រឡាញ់បែបណាជារឿងរបស់ឯងតែឯងក៏មិនត្រូវបង្ខំឲ្យអ្នកដទៃស្រឡាញ់តាមឯងដែរឯងចង់ឲ្យគេយល់ចិត្តឯងក៏ត្រូវយល់ចិត្តគេដែរណាមែនហើយឯងនិយាយត្រូវហើយគ្រប់យ៉ាងគឺមកពីខ្ញុំមិនគួរណាអាត្មានិយមអញ្ចឹងសោះខ្ញុំខុសហើយខ្ញុំដឹងខុសហើយព្រិញស្វាយឯងជួយទៅប្រាប់មិត្តឯទៀតផងថាខ្ញុំដឹងកំហុសហើយកុំឲ្យគេប្រកាន់ខឹងនឹងខ្ញុំអីមិនអីទេចង់ខ្ញុំទៅប្រាប់ពួកគេឲ្យបតខ្ញុំអរគុណហើយណាសម្លាញ់បើចង់ឲ្យជីវិតមានសេចក្តីសុខកុំមានះពេកធ្វើជាមនុស្សកុំយកតែចិត្តខ្លួនឯង
ត្រូវចេះស្ដាប់ហេតុផលពីអ្នកនៅជុំវិញខ្លួនផងដែរសូមរងចាំទស្សនាវគ្គបន្ត ព្រោះតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចាន